ជំរាបសួរសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូ behind the scene នៃការថតទី graduate របស់ពួកខ្ញុំនៅឯអង្គរវត្តហើយសម្រាប់ថ្ងៃនោះដែរគឺពួកខ្ញុំងើបពីព្រលឹមដើម្បីរៀបចំខ្លួន make up តិចតួចនិងស្លៀកពាក់ដើម្បីទៅអង្គរវត្តហើយដើម្បីបានទៅដល់អង្គរវត្តគឺពួកខ្ញុំអរគ្នាបាន booking តុកតុកតាម app ដើម្បីជិះពីកន្លែងមកពួកខ្ញុំគេងទៅអង្គរវត្តហើយឆ្ងាយពីកន្លែងដែលខ្ញុំគេងទៅអង្គរវត្តរៀងឆ្ងាយដែរត្រូវការចំណាយពេលជិះយូរប្រហែលជាចង់កន្លះម៉ោងក៏បានទៅដល់ហើយពួកខ្ញុំបានថតរូបលើតុកតុកនិងមើលទេសភាពតាមផ្លូវតិចតួចដើម្បីស្វាងកុំឲ្យពេលទៅថតអង្គុយគេងហើយពេលថតរូបបានផ្លែក៏ពួកខ្ញុំទៅដល់អង្គរវត្តតែដោយសារយើងត្រូវថតរូបចេញពីខាងក្រោយទៅគឺពួកខ្ញុំបានឈប់ឲ្យកង3គាត់ឈប់នៅខាងក្រោយអង្គរហើយពួកខ្ញុំក៏ដើរចូលតាមផ្លូវដើររៀងឆ្ងាយដែរមកដល់កន្លែងថតដើរមករៀងធ្លាក់អណ្ដាតដែរហ្នឹងហើយមើលនារីខ្មែរដើរតាក់ជើងឡើងលើប្រាសាទដើម្បីទៅកន្លែងថតរូបស្អាតក្នុងវីដេអូហ្នឹងដែររៀងញាប់ហ្នឹងដោយសារតែខ្ញុំបានកក់ជាងថតនៅអង្គរហ្នឹងគាត់ទៅចាំតាំងម៉ោង6ហើយពួកខ្ញុំរៀងលែនបន្តិចក៏បានទៅដល់អង្គរហ្នឹងជិតម៉ោង7ហើយតាមផ្លូវរៀងស្ទះដែរដោយសារតែថ្ងៃហ្នឹងជាថ្ងៃអុំទូកឥឡូវពួកខ្ញុំក៏ដល់ប្លង់ទៅថតហើយក៏បានជួបបងជាងថតដែលពួកខ្ញុំបានកក់ទុកណាអញ្ចឹងពួកខ្ញុំចាប់ដើមផ្លាស់កៅអៅពាក់ឈុតទទួលសញ្ញាបត្រថតម្នាក់ពួកខ្ញុំក៏ត្រូវចាំវេនគ្នាដើម្បីថតម្នាក់ម្ដងដោយសារតែគ្នាខ្ញុំមាន4នាក់ហើយបងជាងថតគាត់មានតែម្នាក់ឯងអញ្ចឹងណាដូចកុំឲ្យសល់ពេលវេលាអត់ប្រយោជន៍ក្នុងពេលថតគឺពួកខ្ញុំឆ្លៀតថតវីដេអូលេងខែវដើម្បីទុកកាត់តវីដេអូឲ្យគ្នាមើលហើយចូលមកដល់វគ្គបន្ទាប់នេះគឺចាបងប្អូនស្រីរបស់ខ្ញុំគឺគាត់រៀនច្រើនពេកតាំងពីផ្នែក2ដល់ផ្នែក4ឡើងត្រាស់ដឹងហើយបន្តមកទៀតគឺពួកយើងបានថតរូបជុំគ្នា freestyle នេះប្លង់បន្ទាប់ប្លង់នៅកណ្ដាលក្រោមម្ដងហើយបន្តមកទៀតគឺពួកខ្ញុំបានទៅថតនៅខាងប្លង់ដែលល្វីឆាអញ្ចឹងណាតែចាក់ស្ដែងមនុស្សច្រើនមែនតើហើយថតទៅសើបានច្រើននេះបានតែវីដេអូតិចតួចនិងរូបថតប្រហែលប៉ុស្តិ៍ទេហើយបន្តមកទៀតម៉ាក់ប៉ារបស់ខ្ញុំគាត់កាន់ដៃគ្នាស្វីតាមើលប្រាសាទមើលកូនថតបដាមើលប្រាសាទបដាហើយប្លង់ថតនៅប្រាសាទប្រខាន់ហ្នឹងជាប្លង់ចុងក្រោយហើយពួកខ្ញុំក៏ធ្វើដំណើរដោយជិះតុកតុកទៅដែរដើម្បីមកកន្លែងគេងហូបអីញ៉ាំវិញហើយមកសាននេះគឺមកតុកតុក9នាក់ចាហើយជិះតាមផ្លូវបដាមើលទេសភាពបដាគឺថាស្អាតមែនតែនប្រាសាទខ្មែរយើងស្អាតខ្លាំងណាស់ចាហើយវីដេអូដែលនៅពីក្រោយភាពស្រស់ស្អាតគឺត្រូវបានចប់ត្រឹមហ្នឹងហើយអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំអរគុណ Bye bye see you next video